សហភាពសូវៀតមានអាយុកាលត្រឹមតែ69ឆ្នាំប៉ុណ្ណោះប៉ុន្តែពួកគេបានបង្កើតយន្តហោះចម្បាំងដែលធំជាងគេលឿនជាងគេនិងប្លែកៗបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកយុទ្ធសាស្ត្រសូវៀតគឺផលិតយន្តហោះតម្លៃថោកឌីហ្សាញរូបរាងប្លែកៗតែរឹងមាំផលិតឡើងដោយមិនចាំបាច់ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នោះទេដើម្បីងាយស្រួលផលិតក្នុងទ្រង់ទ្រាយធំម៉ាស៊ីនខ្លះពិតជាអស្ចារ្យប៉ុន្តែខ្លះទៀតដោយសារនយោបាយសយឬការធ្វើការខ្ជះខ្ជាបានប្រែក្លាយយន្តហោះទាំងអស់នោះទៅជាគ្រោះមហន្តរាយទៅវិញថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅមើលវាលកប់ខ្មោចនៃយន្តហោះយោធាសូវៀតដែលអន់បំផុតទាំង10គ្រឿងសួស្តីអ្នកទាំងអស់គ្នាខ្ញុំសានរិនស្វាគមន៍មកកាន់ Channel Dimension Knowledge បើសិនអ្នកនរគ្នាថ្មីមិនទាន់ Subscribe ទេសូមកុំភ្លេចចុច Subscribe ឲ្យ Channel របស់ខ្ញុំម្នាក់មួយផងណាអរគុណច្រើនលេខ10 Tupolev Tu-116 ផលិតឆ្នាំ1957វាជាយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ Tu-95 ដែលគេយកមកកែច្នៃធ្វើជាយន្តហោះដឹកមេដឹកនាំរដ្ឋព្រោះការធ្វើបែបនេះវាលឿនជាងការផលិតយន្តហោះថ្មីទាំងស្រុងហើយលុតនឹងអ្នកដំណើរមិនអាចដើររកគ្នាបានទេនៅពេលធ្វើដំណើរនៅលើយន្តហោះនេះពួកគេត្រូវផ្ញើសម្បត្តិតាមបំពង់ខ្យល់ដើម្បីទាក់ទងគ្នាអ្វីដែលកាន់តែអាក្រក់មេដឹកនាំបកកុម្មុយនីសត្រូវដើរចេញតាមជណ្ដើរក្រោយនៃតួយន្តហោះដែលធ្វើឲ្យលោកយល់ថាធ្វើឲ្យខូចកិត្តិយសយ៉ាងខ្លាំងចុងក្រោយវាត្រូវបានគេលាក់មិនឲ្យសាធារណជនឃើញហើយយកទៅដឹកអ្នកបច្ចេកទេសសាកល្បងនុយក្លេអ៊ែរជំនួសវិញលេខ9Sukhoi Su-7 ផលិតឆ្នាំ1957យន្តហោះវាប្រហារលើដីដើរដោយម៉ាស៊ីនចែតដំបូងរបស់សូវៀតមិនដែលយកវាទៅច្បាំងទេតែប្រទេសផ្សេងយកទៅប្រើហើយខកចិត្តគ្រប់គ្នាម៉ាស៊ីនវាធំពេកគ្មានកន្លែងដាក់ធុងប្រេងធ្វើឲ្យហោះបានជិតពេលផ្ទុកគ្រាប់បែកធ្ងន់វារងសម្ពាធខ្យល់ខ្លាំងរហូតដល់ហោះលែងលឿននិងពិបាកបញ្ជាខ្លាំងក្នុងល្បឿនយឺតលើពីនេះវាងាយរងការខូចខាតពីគំនិតកំទីខាងក្រៅនិងគ្មានមីស៊ីលការពារខ្លួនលេខ8 Lavikin La GG3 ផលិតឆ្នាំ1941យន្តហោះចម្បាំងសម័យសង្គ្រាមលោកលើកទី2ដែលធ្វើពីឈើកែច្នៃផ្សំជាមួយនឹងដែកហើយប្រើកាវដែលធ្វើឲ្យស្បែកកម្មករផលិតយន្តហោះមួយគ្រឿងនេះរលាកយ៉ាងធ្ងន់ធ្ងរហោះឡើងយឺតល្បឿនអតិបរមាខ្សោយចង្កូតធ្ងន់និងពិបាកបត់កោងម៉ាស៊ីនវាក៏ខ្សោយជាងតម្រូវការ300សេសហើយរដូវរងាត្រូវចាក់ទឹកក្តៅដើម្បីកុំឲ្យកកប្រព័ន្ធនៅក្នុងយន្តហោះPilot និងជាងជួសជុលស្អប់វាគ្រប់គ្នាប៉ុន្តែសូវៀតនៅតែបង្ខំផលិតរហូតដល់ជាង6500គ្រឿងឯណោះលេខ7 Silvansky IS ផលិតឆ្នាំ1939បង្កើតឡើងដោយវិស្វករខ្ជិលខ្ជាម្នាក់ឈ្មោះ Silvansky ដែលបានលុយពីរដ្ឋមកធ្វើប៉ុន្តែគាត់បានធ្វើខុសបច្ចេកទេសតាំងពីការសាងសង់ដំបូងមកម្ល៉េះគាត់បានធ្វើរុនកង់តូចពេកពេលបត់កង់ចូលស្លាប់មិនចុះដំណោះស្រាយរបស់គាត់គឺកាត់ជើងកង់ឲ្យខ្លីដល់ពេលគាត់កាត់ជើងកង់ខ្លីពេកស្លាបចាក់របស់វាបានបុកនឹងដីហើយដំណោះស្រាយមួយទៀតរបស់គាត់គឺយករណាមកអាលចុងស្លាបចាក់ចេញ10សង់ទីម៉ែត្រនៅពេលយកទៅហោះហើរសាកល្បងPilot ជួបគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិតហើយ Pilot បានជេរយន្តហោះនេះថាមិនមែនជាយន្តហោះសម្រាប់ហោះនោះទេលេខ6 Mikoyan Kovac MiG-23 MS ផលិតឆ្នាំ1973យន្តហោះ model នេះបានកាត់បន្ថយសមត្ថភាពឬអង់គ្លេសហៅថា downgrade ដែលសូវៀតលក់ឲ្យប្រទេសជាសម្ព័ន្ធមិត្តដូចជាស៊ីរីនិងអេស៊ីបជាដើមពួកគេបានយកយន្តហោះមួយ model នេះទៅច្បាំងគ្នាជាមួយនឹងអ៊ីស្រាអែលយន្តហោះមួយប្រភេទនេះរ៉ាដានិងប្រព័ន្ធអាវុធខ្សោយខ្លាំងណាស់មិនសមស្របនឹងល្បឿនរបស់យន្តហោះថែមទាំងមិនសូវរហ័សរហួនដូច MiG-21 model ចាស់នោះឡើយវាត្រូវបានយន្តហោះអាមេរិករបស់អ៊ីស្រាអែលបាញ់ធ្លាក់ជាបន្តបន្ទាប់រហូតធ្វើឲ្យអេស៊ីបនិងលីប៊ីខឹង
រួចឈប់ទិញអាវុធសូវៀតនិងងាកមកទិញយន្តហោះអាមេរិកនិងបារាំងជំនួសវិញលេខ5 Antonov An-10 ផលិតឆ្នាំ1957យន្តហោះដឹកអ្នកដំណើរដែលធ្វើឲ្យការហោះហើរទៅជាការធ្វើទារុណកម្មនិងគ្រោះថ្នាក់បំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោកយន្តហោះនេះគ្មានស្ថិរភាពនិងញ័រខ្លាំងដូចម៉ាស៊ីនក្រឡុកថ្នាំលាបអញ្ចឹងបង្អួចមានតិចពេកធ្វើឲ្យអ្នកដំណើរក្អួតចង្អោរគ្មានកន្លែងដាក់អីវ៉ាន់ពិតប្រាកដនិងមានប្រព័ន្ធការពារភាពកកនៃអាកាសធាតុខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងរដូវរងាដំបូងវាបានធ្លាក់ពីគ្រឿងសម្លាប់មនុស្សជាង72នាក់ប្រើបានត្រឹមតែ13ឆ្នាំស្លាប់របស់វារបូតធ្លាក់ដោយសារភាពទ្រុឌទ្រោមនៃលោហៈធាតុគ្មានគុណភាពលេខ4 Tupolev Tu-144 ផលិតឆ្នាំ1968យន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសម្លេងដំបូងគេបង្កើតមុន Concorde របស់អឺរ៉ុបរហូតដល់2ខែឯណោះប៉ុន្តែដោយសារពីប្រញាប់ប្រញាល់យកជ័យជំនះនយោបាយទើបធ្វើឲ្យវាក្លាយជាយន្តហោះបរាជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រក្នុងកម្មវិធី Paris Air Show ឆ្នាំ1973Pilot បានបើកហ្គាហោះឡើងបញ្ឈរខ្លាំងពេករហូតដល់យន្តហោះបាក់ជាបំណែកនៅលើអាកាសសម្រាប់មនុស្សនៅលើនោះនិងនៅលើដីសរុប14នាក់ក្រោយមកមានការធ្លាក់មួយគ្រឿងទៀតធ្វើឲ្យក្រុមហ៊ុនអាកាសចរឈប់ប្រើប្រាស់វាសម្រាប់ដឹកអ្នកដំណើរជាដាច់ខាតចុងក្រោយវាបានក្លាយជាឧបករណ៍ពិសោធន៍របស់អង្គការ NASA ទៅវិញលេខ3 Yakolev Yak 38ផលិតឆ្នាំ1971យន្តហោះចម្បាំងដែលអាចហោះឡើងនិងចុះចតតាមខ្សែបញ្ឈរដូចជាអធម្មពិកចក្រវាត្រូវផ្ទុកម៉ាស៊ីនលើក left engine ទៅដល់2គ្រាប់ដែលជាទម្ងន់ឥតប្រយោជន៍នៅពេលយន្តហោះហោះហើរឡើងធម្មតាពេលយកទៅប្រើក្នុងអាកាសធាតុក្តៅដូចជានៅអាហ្វហ្គានីស្ថានវាដឹកគ្រាប់បាយបានតិចជាង227គីឡូក្រាមនិងហោះបានជិតបំផុតវាបានត្រឹមតែបង្ហាញថាយន្តហោះប្រភេទនេះមិនមានប្រសិទ្ធភាពទាល់តែសោះដោយស្រឡះពីយន្តហោះ Harrier របស់អង់គ្លេសដែលទទួលបានជោគជ័យយ៉ាងខ្លាំងលេខ2 Sukhoi Su-2 ផលិតឆ្នាំ1937យន្តហោះដំបូងបង្អស់របស់ក្រុមហ៊ុន Sukhoi ដែលបច្ចុប្បន្នជាក្រុមហ៊ុនយន្តហោះយក្សរបស់រុស្ស៊ីប៉ុន្តែ model ដំបូងនេះគឺអន់ខ្លាំងកាត់ឡើងក្នុងសម័យខ្វះខាតដែកទើបការសាងសង់វាមានការលាយជាមួយនឹងឈើវាបំពាក់អាវុធខ្សោយនិងមានប៉មបាញ់ពិបាកបញ្ជាពេលអាល្លឺម៉ង់ឈ្លានពានឆ្នាំ1941វាត្រូវបានបោះចូលក្នុងសមរភូមិនិងរងការបាញ់កំទេចយ៉ាងដំណំព្រោះវាខ្វះសមត្ថភាពការពារខ្លួននិងដឹកគ្រាប់បែកបានតិចបើធៀបនឹងយន្តហោះ IL-2 ដ៏ល្បីល្បាញលេខ1 Kalinin K7 ផលិតឆ្នាំ1933យក្សអាកាសដ៏មហិមាដែលសូវៀតបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ1930បង្កើតដើម្បីបង្អួតពិភពលោកពីភាពខ្លាំងនៃរបបកុម្មុយនីសរូបរាងរបស់វាធំខុសធម្មតានិងគួរឲ្យអស់សំណើចវាបំពាក់កាំភ្លើងយន្តនិងកាំភ្លើងធំស្វ័យប្រវត្តិសរុប16ដើមដែលអ្នកបាញ់កាំភ្លើងផ្នែកកន្ទុយត្រូវជិះរទេះអគ្គិសនីតាមខ្សែរត់ក្នុងបំពង់កន្ទុយដើម្បីទៅកាន់កន្លែងបាញ់ប៉ុន្តែរចនាសម្ព័ន្ធរបស់វាមានបញ្ហាញ័រស្របគ្នាជាមួយម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរទោះបីជាយកដែកបន្ទះធំទៅផ្សារភ្ជាប់បន្ថែមក៏មិនអាចជួយបានដែរក្នុងការហោះហើរលើកទី5យន្តហោះនេះបានញ័ររហូតដល់ដាច់កន្ទុយខាងស្ដាំធ្លាក់និងផ្ទុះឆេះសម្រាប់មនុស្សរហូតដល់15នាក់ឯណោះយន្តហោះទាំង10គ្រឿងនេះបង្ហាញពីមេរៀនប្រវត្តិសាស្ត្រថាការប្រញាប់ប្រញាល់ជ្រុលការខ្ជិលខ្ជានិងការដាក់សម្ពាធនយោបាយលើផ្នែកបច្ចេកទេសនឹងបង្កើតចេញនូវមហន្តរាយហោះហើរដ៏គួរឲ្យខ្លាចប្រវត្តិសាស្ត្រអាកាសចររបស់សហភាពសូវៀតបានបន្សល់ទុកនូវមេរៀនដ៏ធំមួយ
ទោះបីជាអ្នកមានមហិច្ឆតាខ្លាំងកម្រិតណាឬចង់បង្កើតរបស់ដែលធំអស្ចារ្យប៉ុណ្ណាក៏មិនអាចមើលរំលងសុវត្ថិភាពនិងបច្ចេកវិទ្យាពិតប្រាកដបានដែរការប្រញាប់ប្រញាល់ដើម្បីតែមុខមាត់នយោបាយនិងការធ្វើការខ្ជិលខ្ជាបានប្រែក្លាយយន្តហោះទាំងនេះឲ្យទៅជាមហន្តរាយហោះហើរនិងបញ្ចប់ជីវិតពួកគេក្នុងវាលកប់ខ្មោចដ៏គួរឲ្យស្ដាយតើអ្នកទាំងអស់គ្នាយល់ថាយន្តហោះមួយណាដែលមានរូបរាងប្លែកនិងគួរឲ្យខ្លាចជាងគេ comment ប្រាប់ខ្ញុំនៅខាងក្រោមផងណាកុំភ្លេចចុច like ម្នាក់មួយផងបើពេញចិត្តវីដេអូនេះហើយចុច subscribe និងបើកសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូប្រវត្តិសាស្ត្រយោធាប្លែកៗនិងជក់ចិត្តជាច្រើនទៀតនៅភាគក្រោយ